សូមជូនរឿងកំប្លែងកង្កែបហែទឹកប្រកួតមានកង្កែបមួយឈ្មោះកែបកំប្លែងដែលរស់នៅជិតស្ទឹងមួយវាជាកង្កែបមានអារម្មណ៍ល្អចេះជែកក៏ស្រឡាញ់ការហែទឹកមួយថ្ងៃកែបកំប្លែងសម្រេចចិត្តចូលរួមការប្រកួតហែទឹកប្រចាំឆ្នាំជាមួយសត្វទាំងឡាយនៅជុំវិញស្ទឹងថ្ងៃប្រកួតដល់ហើយកង្កែបចូលចត្រារួចយំឮកុំសម្លឹងខ្ញុំតែសម្រាប់សាច់ណាប៉ុន្តែសូមចាំមើលខ្ញុំហែអង្រួនទឹកបន្តិចហែទៅមុខអីយ៉ាទឹកច្រឡំទៅជាប្រជែងក្រោយគាត់ហែទៅលើគោកតែទាំងគេនាំគ្នាសែកបែបចូលពេញបេះដូងពេលនឹងដល់ខ្សែចុងក្រោយគាត់រត់មែនហ្មងរត់លើគោកទៅប៉ះខ្សែតាមពកខ្យល់ហើយស្រែកថាយុទ្ធសាស្ត្រថ្មីហែលតាមគោកលឿនជាងទឹកជ័យលាភីប្រចាំឆ្នាំកែបកំប្លែងបន្ទាប់ពីឈ្នះការប្រកួតក្នុងស្ទឹងនីខ្យល់កែបកំប្លែងក្លាយជាតារាមានអ្នកសារព័ត៌មានសត្វទាំងឡាយមកសម្ភាសន៍ហើយវាបានទទួលការអញ្ជើញទៅប្រកួតហែទឹកអន្តរជាតិ Olympics ដែលមានជ្រួញទឹកធំមួយសម្រាប់សត្វទាំងអស់ថ្ងៃប្រកួតដល់កែបកំប្លែងកាន់ក្តាប់កង់ហែទឹកផ្ទាល់ខ្លួនឡើងលើឈុតហែទឹកក្រហមលើស្លាកគេហៅថាកង្កែបបំពេញច្បាប់ទឹកការប្រកួតចាប់ផ្ដើមទឹកស្ទះសត្វទាំងអស់ហែជាប្រឡូកកែបកំប្លែងវាដាក់បំពង់បង្ហូរទឹកតូចពីផ្ទះចងជាមួយម៉ាស៊ីនបូមទឹករួចរាំតាមខ្សែទឹកទៅហែលហើយគេចម៉ាស៊ីនរបស់ខ្ញុំជួយខ្ញុំហែលគេបញ្ចប់ជាមុនគេតែគណៈកម្មការទាញមុខចេញសាកសួរសូមជម្រាបអ្នកប្រើម៉ាស៊ីនយន្តចំពោះការហែលទឹកកែបកំប្លែងឆ្លើយយ៉ាងស្មោះខ្ញុំគ្រាន់តែសាកល្បងបច្ចេកវិទ្យាថ្មីទេដើម្បីអនាគតកង្កែបពេលនោះគេមិនឲ្យពៀនទេតែជំនួសវិញដាក់ឲ្យឈ្មោះជាស្ថាបនិកក្រុមហ៊ុនក៏ហែលដូចកង្កែប